ខ្ញុំបាទសូមលំអោនកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទស៊ូស៊ីខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៅជោគជតារាសីប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនសម្ដាប់ជារៀងរាល់ថ្ងៃសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងសាធុដើម្បីទទួលបានលាភធំចូលផ្ទះនិងមានសំណាងល្អជួបតាមខ្លួនរហូតនៅក្នុងថ្ងៃនេះការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងពុកម៉ែបងប្អូនត្រូវប្រកាន់យកទិសខាងជើងកុំចេញយាត្រាទៅទិសខាងត្បូងធ្វើអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬពិធីសែនព្រេនផ្សេងនិងបើចង់ទទួលបានជោគជ័យនៃការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសខាងជើងបែរមុខទៅទិសអាគ្នេយ៍និងទទួលបានជោគជ័យគ្រប់កលៈទេសៈសូមរីករាយស្ដាប់នៅហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យនេះជាមួយខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបនាំសំណាងឧបរាជចិញ្ចែមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងប្រាថ្នាអ្វីនឹងបានសម្រេចម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ11និង61សូមខមមិនលេខ888យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំជូតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបការងារនិងដំណើរកិច្ចការពាក់ព័ន្ធនឹងរឿងបញ្ហាលុយកាក់ក្រៅពីនេះផ្ដល់ផលល្អសម្រាប់អ្នកក្នុងការសម្រេចចិត្តរឿងអ្វីមួយថែមទៀតផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមានការរីកចម្រើនលូតលាស់គួរសមម្ល៉េះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្ដាក់ទុនបន្ថែមព្រោះថាផលជាផ្លែផ្កាដែលទទួលបានតែងតែហុចផលមកវិញសមប្រកបការធ្វើដំណើរគ្រប់ទិសទីជួបសេចក្តីសុខក្សេមក្សាន្តដោយសពមួយដងបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសមឆ្នាំឆ្លូវខូនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ45និង66សូមខមមិនលេខ689យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំឆ្លូវនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងតែទទួលបានផលសម្រេចខ្ពស់ហើយពិសេសអ្នកអាចទទួលបានដំណឹងល្អអ្វីមួយថែមទៀតផងអ្នកប្រកបមុខរបរជួញដូររកស៊ីទោះបីស្ងប់ស្ងាត់អតិថិជនយ៉ាងណាក៏ដោយការប្រកបទីជិតឆ្ងាយជួបសេចក្តីសុខដុមប្រពៃការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដោយសពមួយដងសេចក្តីស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងពេលខ្លះជាឱកាសល្អក្នុងការផ្សំគុំគ្រួសារបំផុតឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនាំលៀបសំណាងលេខ22និងលេខ49សូមខមមិនលេខ111យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលនៅថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះហេតុនេះសូមលោកអ្នកប្រយ័ត្នប្រយែងបញ្ហាអារម្មណ៍និងការគិតអ្វីមួយតែងតែខុសហើយជួបបញ្ហានាពេលក្រោយថែមទៀតផងក្រៅពីនេះបើលោកអ្នកចង់លេងហ៊ុនឬចំណាយប្រាក់កាសបណ្ដាក់ទុនរកស៊ីធំដុំអ្វីមួយមានគបប្រសើរជ្រើសរើសថ្ងៃនេះឡើយត្រូវត្រង់ចាំថ្ងៃល្អប្រសើរផងដែរសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីជួបភាពប្រទាំងប្រទើច្រើនសូមប្រយ័ត្នចំនួនវិវាទណាមួយកើតឡើងដោយសារតែពាក្យសម្ដីមិនចេះគិតរបស់អ្នកដទៃរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរការប្រទាំងប្រទើនិងចាប់កំហុសគ្នាច្រើនឆ្នាំថោះទន្សាយមាសមានបារមីដេកជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតបានคล้ายជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ខ្មៅលេខនាំលៀបសំណាងលេខ1និងលេខ69សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំថោះ
នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីក៏តែងតែចាប់ផ្ដើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញហើយបើដោះស្រាយបញ្ហាអ្វីតែងតែជោគជ័យដោយគប់បំណងការរស់នៅក្នុងគ្រួសារមានរឿងឆាប់ប្រេះឆាគ្នាណាស់ក៏បីមានការប្រយ័ត្នប្រយែងបន្តិចទៅល្អប្រពៃបំផុតសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងប្រេងទៅបោះទុនរកស៊ីធំដុំយកលុយទៅលេងល្បែងស៊ីសងឡើយរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រស់ស្រួលគ្នាល្អណាស់ឆ្នាំរោងអ្នករាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាឆ្លៀសវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំរមែងមានអ្នកគ្រប់គ្រងទំនុកបំរុងគ្រប់សពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ19និងលេខ29សូមខមមិនលេខ555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំរោងនៅថ្ងៃនេះមានការផ្លាស់ប្ដូរទាំងអារម្មណ៍និងការងារក្រៅពីនេះលោកអ្នកប្រយ័ត្នមានការទើសសម្ដីនិងក្រុមមនុស្សអាចបង្កហេតុដោយជេរប្រតិចដោយប្រការណាមួយផងដែរអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចរីឯប្រាក់កម្រៃទៀតសោតតតែខិតខំខ្លាំងទៅរកប្រាក់ចំណូលចិញ្ចៀមឆ្នាំងបាយទៅរួចរីឯការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីប្រទៀងប្រទើសនិងរឿងរ៉ាវយាយីរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរការថយក្រោយព្រោះតែចំនួនវិវាទកើតឡើងឆ្នាំម្សាញ់ពោះទេវតានំលៀបឧបរាជចិញ្ចឹមមានលៀបមានជ័យមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនំលៀបសំណាងលេខ77និង99សូមខមមិនលេខ899យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំម្សាញ់ថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកចរចាទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយផងដែរសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកតែងតែហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្ដៅជានិច្ចការធ្វើដំណើរទីជិតឆ្ងាយស្រីប្រុសឲ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយកើតឡើងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រស្នេហាថ្មីសម្រាប់អ្នកហើយឆ្នាំមមីសេះមេតបនំលៀបឧបរាជចិញ្ចឹមមានសំណាងឈ្នះរាល់មាសត្រូវគ្រប់ច្រកល្ហកឡើងបនឡើងសាក់ឡើងតួនាទីម៉ោងនំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌សលេខនំលៀបសំណាងលេខ77និង89សូមខមមិនលេខ555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំមមីនៅថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នប្រយែងហើយពិសេសការសម្រេចចិត្តអ្វីមួយងាយនឹងភ្លៀងផ្លិតនិងអូសបន្លាយពេលយូរផងដែរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទើបអាចរកផលកម្រៃទាំងតូចទាំងធំចំណូលចូលមកវិញគ្រាន់ជាទីកក់ក្ដៅទៅរួចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីកំពុងតែមានភាពស្រស់ស្រាយនិងមានភាពផ្អែមល្ហែមចំពោះគ្នាប្រពៃណាស់ឆ្នាំមមេពពេមាសមានបារមីដេជះមានលៀបមានសំណាងคล้ายជាមហាសិទ្ធិមហាសាលម៉ោងនំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នំលៀបសំណាងពណ៌ប្រផេះនិងពណ៌បៃតងលេខនំលៀបសំណាងលេខ20និង66សូមខមមិនលេខ789យកលៀបសម្បត្តិអ្នកមានជាន់ខ្ពស់ចំពោះឆ្នាំមមេនៅថ្ងៃនេះលោកអ្នកចូលប្រយ័ត្នប្រយែងបញ្ហាភ្លៀងផ្លាត់រឿងអ្វីមួយពីព្រោះថាងាយនឹងកើតឡើងចំពោះមុខច្រើនជាងសពមួយដងក្រៅពីនេះលោកអ្នកមុននឹងសម្រេចចិត្តគប់បីគិតឲ្យបានល្អិតល្អន់ពីព្រោះថាងាយនឹងបង្កកំហុសឆ្គងណាស់សម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមួយរយៈពេលនេះមានការខ្សត់ខ្សោយក្នុងការរកប្រាក់ចំណូលដូច្នេះក៏បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទៅប្រសើររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានការប្រឆាំងគ្នាច្រើននិងចង់ចាញ់ចង់ឈ្នះគ្នាហើយសូមប្រយ័ត្នចំនួនវិវាទអាចឈានទៅដល់ការបែកបាក់ទៀតផងឈ
ឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចម៉ោងនោមនាបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នោមនាបសំណាងពណ៌ខ្មៅនិងពណ៌សលេខនោមនាបសំណាងលេខ69និង99សូមខមមិនលេខ899យកលាភសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំវោកក្នុងខែនេះបញ្ហាប្រកាសនិងបញ្ហាការងារមិនចោលជាបញ្ហាទេនិងបើមានការឈ្មោះឈ្មោលតែងតែជួបសេចក្តីសម្រេចដោយគប់បំណងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញជួបលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះតែមានការប្រកួតប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានចំនួនវិវាទព្រោះតែការដណ្ដើមអតិថិជនគ្នារីឯបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំឆាប់ប្រទៀងប្រទើគ្នាបន្តិចដូច្នេះចូលប្រយ័ត្នកើតមានចំនួនវិវាទណាមួយកើតឡើងឆ្នាំរកាមួនភ្លើងពូមាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនោមនាបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នោមនាបសំណាងពណ៌សនិងលឿងលេខនោមនាបសំណាងលេខ48និង59សូមខមមិនលេខ666យកលាភសម្បត្តិកហបតីចិនខ្ពស់ចំពោះឆ្នាំរកានៅថ្ងៃនេះបើលោកអ្នកមានគម្រោងឬផែនការធ្វើកិច្ចការងារអ្វីមួយតែងតែមានអ្នកសហការពីអ្នកដទៃជានិច្ចធ្វើអ្វីតែងតែមានការជឿនលឿនទៅមុខនិងផ្ដល់ផលល្អមកវិញផងដែរក្រៅពីនេះផ្ដល់ផលល្អសម្រាប់លោកអ្នកបណ្ដាក់ទុនរកស៊ីដោយអាចមានការរីកចម្រើនលូតលាស់ដោយពាក្យចាស់លោកពោលថាដាក់ចុះដោះរីករាលដាលតាមដៃផងដែរការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើចង់ផ្សំគុំគ្រួសារដោយចូលនិយាយដល់ចាស់ទុំឬសារសងស្នេហាថ្មីថ្មោងតែងតែសមដោយគប់បំណងជានិច្ចឆ្នាំចសនៈមានលៀបមានសំណាងពោពេញទៅដោយសុភមង្គលជាពិសេសអនាគតคล้ายជាសេដ្ឋីកហបតីឬអភិជនចិនខ្ពស់ម៉ោងនោមនាបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នោមនាបសំណាងពណ៌សនិងពណ៌ក្រហមលេខនោមនាបសំណាងលេខ11និងលេខ61សូមខមមិនលេខ555យកលាភសម្បត្តិអភិជនចំពោះឆ្នាំចនៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះហេតុនេះក៏បីមានការប្រយ័ត្នប្រយែងបញ្ហាការងារបន្តិចពីព្រោះថាងាយនឹងកើតមានបញ្ហាតាមពីក្រោយណាស់ដែរសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះចូលប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយចំណែកការប្រកបការងារដោយចូលប្រយ័ត្នប្រយែងក្រុមមនុស្សវាប្រហារនឹងតាមប៉ុនប៉ងយាយីធ្វើអាក្រក់ណាមួយរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកើតមានការថ្នាំងថ្នាក់និងរឿងរ៉ាវច្រើនដូច្នេះត្រូវកាត់បន្ថយភាពរឹងមានះចេញពីខ្លួនខ្លះទៅល្អប្រពៃឆ្នាំកោជ្រូកនាំសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតคล้ายជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលាភសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលាភសំណាងពណ៌សនិងពណ៌ផ្កាឈូកលេខនាំលាភសំណាងលេខ21និង82សូមខមមិនលេខ168យកលាភសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំកោនៅថ្ងៃនេះផលអាក្រក់ប្រៀបដូចជាស្រមោលនៅពីក្រោយហេតុនេះលោកអ្នកធ្វើអ្វីក៏ដោយមិនត្រូវប្រមាថឡើយព្រោះថាពេលខ្លះល្អសោះអាចប្រែជាអាក្រក់រោគនឹកស្មានមិនត្រូវទៀតផងរីឯការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកមិនត្រូវមានមាត់ប្រពេចប្រប៉ោចច្រើនឡើងនាំតែកើតបញ្ហាចំនួនវិវាទនៅក្នុងការរស់នៅមានសុខតែប៉ុណ្ណោះអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខហើយនឹងរកផលកម្រៃទៀតសោតក៏គ្រាន់បើជាងមុនផងដែររីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំត្រូវចេះឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញកិច្ចការងារនិងរៀនសូត្របន្ថែមទើបល្អប្រសើរបំផុត